ថ្ងៃនេះខ្ញុំមកមើលមងនឹងលើលោកកពើជាមួយកូនប្រុសតែបញ្ហាទៅជួបពីអ្នកមានតែចេះបើកស្មាច់ហ្មងចោលបាត់អត់ចេះបើកមានតែចែវចា ប្រុសរបស់ខ្ញុំប្រេងខ្ញុំបងប្អូនបាទក៏ហៅខ្ញុំថាអត់ចេះបើកស្មាច់ទេបងប្អូនអរគ្នាក៏គឺប្រេងចង់ដឹងថារឿងចេះបើកស្មាច់អត់អញ្ចឹងណាបាទជាលើកទី1ដែលខ្ញុំបានហុកមើលមងជំនួសបងថ្លៃបងប្អូនអរគ្នាពូបងថ្លៃក៏បានដែរទេបាទអញ្ចឹងណាឲ្យខ្ញុំមកពីអ្នកកូនដើម្បីមកមើលមងជំនួសគាត់បាទត្រីហ្នឹងគឺយើងមើលបានគឺអត់មានយកទៅណាបងប្អូនអរគ្នាបាទអញ្ចឹងណាគឺគាត់ឲ្យយើងនឹងឯងបាទអញ្ចឹងណាដើម្បីយកទៅទុកហូបនៅកន្លែងធ្វើការនៅប៉ៃលិនបងប្អូនអរគ្នាតែចៃដន្យនេះបងប្អូនទឹករៀងថ្លាបងប្អូនទឹករៀងថ្លាចោលឲ្យបងប្អូនអើយគឺបងក៏ដាក់មិនបានដែរបងប្អូនអរគ្នាបាទអញ្ចឹងណាគឺដោយថ្ងៃបើទេបងប្អូនបាទអញ្ចឹងអ្នកនេសាទគឺដោយថ្ងៃទេកាលណាក៏បានកាលណាក៏អត់ទៅទៅពេលខ្ញុំទៅជាមួយនឹងកូនប្រុសរបស់ខ្ញុំនេះគឺចំថ្ងៃអត់បងប្អូនអំបិលអញ្ចឹងមានតែអំបិលឯងបងប្អូនអើយចិត្តនឹង20 ម៉ែត្របងប្អូនបាទជួបត្រីបានមួយបាទមានសង្ឃឹមទេបងប្អូនបាទមានសង្ឃឹមបន្តពីយើងពីមើលមងកាឡាធំក៏ចាប់ដើមទៅមុខទៀតបងប្អូនបាទទៅមុខទៀតជាបន្តទៀតបាទសង្ស័យអំបិលហ្នឹងបងប្អូនអើយចាប់ហើយកាលហ្នឹងបាទអត់មានអីទេបាទចាប់ហើយហើយក៏មានតែស៊ូយើងអុំទូកទៅមុខទៀតឯងបងប្អូនអរគ្នាបាទនេះគឺត្រីដែលដោះបាននៅកាឡាមងធំបងប្អូនបាទកាឡាមងធំអញ្ចឹងក៏អុំទូកពីអ្នកកូនទៅមុខទៀតបាទទៅមើលពាក់កដាលទៀតបាទអញ្ចឹងណាជាមួយបានអត់បាទឥឡូវមកជួបត្រីកតុយក្រហមបាទចំនួន2ក្បាលបាទឥឡូវយើងចាប់ផ្ដើមនេះអស់សង្ឃឹមហ្នឹងបងប្អូនបាទកូនក៏អស់សង្ឃឹមណាមើលស្ទាយដោះមងរបស់កូនប្រុសរបស់ខ្ញុំបងប្អូនអរគ្នាគឺដេកដោះយ៉ាងហ្នឹងបាទហ្នឹងហើយបាទស៊ីម៉ោងដេកដោះស៊ីម៉ោងអញ្ចឹងណាដូចក៏ប្រាប់កូនរកគ្មានសង្ឃឹមទេកូនអើយបាទមានទៅមុខទៀតឯងបាទទៅមើលយើងទៅមើលលើកលបកពឹសម្ដងបងប្អូនបាទអញ្ចឹងណាឥឡូវយើងចាប់ផ្ដើមយើងទៅលាក់មងចោលណាដូចគ្មានសង្ឃឹមទេបាទនឹងគឺនឹងជប់ចប់ទំនប់ចិនហ្មងនេះគេទេសភាពស្អាតមែនតែនបងប្អូនគេណាបាទឥឡូវយើងចូលយើងដោះមងម្ដងបាទច្រឡំដោះមងបងប្អូនគឺយើងលើកលោកកពឹសបាទលើកកពឹសបាទមិនបានកពឹសទេបងប្អូនបាទនេះបានសិតតែត្រីស្អីហៅត្រីគេត្រីកញ្ចែងក្រាស់គេល្មិចបងប្អូនខ្ញុំបាទអញ្ចឹងណាទួយបងប្អូននេះបាទនេះបំពងវិញចំណាប់បងប្អូនបើលើកកពឹសណាបាទគឺស្រួយមែនតើបងប្អូនបាទហ្នឹងហើយបាទអញ្ចឹងណាបើលើកកពឹសគឺបានត្រីអីនេះបាទត្រីចែងកាសពេញលោបបងប្អូនគ្នាអស់សង្ឃឹមកូនថាសល់ប្រហែលខ្ទង់មកកន្លែងទៀតអញ្ចឹងថាមិនទេបាទមិនទេបើដឹងយើងយកទៅណាអស់ទៅនេះបាទផាយកឲ្យទេស៊ីហើយមកទៅអើយចាប់ហើយក៏ត្រឡប់មកវិញបងប្អូនអរគ្នាបាទគឺលែងបាទខ្ទង់ម៉ោង2ម៉ោង3ល្ងាចហើយបាទខ្ញុំប្រញាប់មកប៉ៃលិនផងដែរអញ្ចឹងណាបាទឬក៏យើងចាប់ដើមយកត្រីដាក់ការ៉ុងបងប្អូនបាទចំណែកឪពុកនេះក៏អបសុកបាទនៅមិនសុកទេបាទអត់សូវបានត្រីអញ្ចឹងបាទក៏មិនសុកទេបាទគាត់ទាញកបិតពឹបបាទទៅរតាពាំងបងប្អូនបាទតាពាំងគឺតាពាំងអាស្រ័យយើងជុំវិញមាត់ស្ទឹងនឹងឯងបាទមកចំម្ដុំមាត់ស្ទឹងនឹងឯងគឺបានប៉ុណ្ណេះឯងបងប្អូនអើយបាទអញ្ចឹងណាគឺខែនេះអត់មានតាពាំងព្រៃទេមានតែតាពាំងអាស្រ័យនឹងឯងបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងបងប្អូនណាជួបខ្ញុំនៅវីដេអូក្រោយអរគុណជម្រាបលាបាយបាយ